រឿងចៅអាចសេះមានបុរសម្នាក់អ្នកស្រុកគេហៅថាចៅអាចសេះព្រោះនៅខ្ញុំសេដ្ឋីគេឲ្យឃ្វាសេះប្រហែលជា50ក្បាលគេឲ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេបុរសនោះព្យាយាមរំលឹកគុណព្រះពុទ្ធទោះឃ្វាសេះក្តីធ្វើការអ្វីក្តីតែងទន្ទិញជាប់អញទៅដេញសេះសម្មាសម្ពុទ្ធោអញទៅលើកអាចសេះសម្មាសម្ពុទ្ធោធ្វើការអ្វីក៏ទន្ទិញថាសម្មាសម្ពុទ្ធោដូច្នេះដរាបទៅឯអាចសេះនោះទៀតបរោមិនលើកចោលទេតែងកើបច្រកការ៉ោងទុកបានជាច្រើនថ្ងៃមួយមានសំពៅ500មកពីស្រុកចិននាំទំនិញមកលក់បរោស្រែកហៅថាឲ្យចូលមកនេះសិនលុះសំពៅចូលមកសួរថាអ្នករាល់គ្នាបើកសំពៅមកពីណានាយសំពៅថាមកពីស្រុកចិនបុរសថាអ្នកស្គាល់ស្ដេចក្រុងចិនទេនាយសំពៅថាស្គាល់ព្រោះខ្ញុំនៅជិតព្រះរាជវាំងដែរបុរសថាស្ដេចក្រុងចិននោះជាក្លើអញហើយជាមិត្តសម្លាញ់ថ្ងៃមុនរៀងមកបើអ្នកត្រឡប់ទៅស្រុកចិនវិញអញផ្ញើបោះទៅក្លើអញខងនាយសំពៅនោះឆ្លើយថាបាទហើយនាំគ្នាចេញសំពៅទៅលក់ដូរមិនយូរប៉ុន្មាននាយសំពៅត្រឡប់មកវិញចូលទៅរកបុរសនោះសួរថាអ្នកឯងបានអ្វីផ្ញើទៅយកមកខ្ញុំទៅឥឡូវហើយបុរសថាខ្វះអ្វីខ្ញុំរៀបដាក់ក្នុងការ៉ោងបំរុងផ្ញើទៅនាយសំពៅក៏ប្រើជើងឈ្នួលឲ្យជញ្ជូនដាក់សំពៅនៅរបស់ប្រហែល400ការ៉ោងដែលសុទ្ធតែការ៉ោងពេញដៃអាចសេះហើយក៏លាបុរសនោះចេញសំពៅទៅស្រុកចិនដល់បើដំណាក់ផែស្ដេចក្រុងចិនហើយក៏បោះយុទ្ធងាឡើងទៅក្រាបទូលថាមានក្លើព្រះអង្គផ្ញើបោះពីស្រុកខ្មែរមកថ្វាយដាក់នឹងការ៉ោងច្រើនណាស់ស្ដេចក្រុងចិនឆ្ងល់ថាអញមិនដែលទៅស្រុកខ្មែរទេអញមានក្លើឯណានៅស្រុកខ្មែរក៏មានព្រះបន្ទូលឲ្យទៅជញ្ជូនការ៉ោងអាចសេះនោះមកដាក់កើនៅមុខព្រះលានទ្រង់ឲ្យស្រាយមាត់ការ៉ោងចាក់មើលតើជារបស់អ្វីខ្លះដល់ស្រាយទៅឃើញសុទ្ធតែដុំមាសគ្រប់ការ៉ោងស្ដេចមានប្រតិយត្រេកអររកទីបំផុតគ្មានក៏ទ្រង់គិតក្នុងព្រះចិន្តាថានឹងបានអ្វីផ្ញើទៅគេវិញមានតែព្រះរាជបុត្រខៃមួយព្រះជន្ម18ឆ្នាំព្រះរូបព្រះឈោមល្អលើសស្រីទាំងអស់គិតផ្ញើទៅឲ្យគេហើយក៏ទ្រង់ចាត់ឲ្យជាងធ្វើស្គរមួយយ៉ាងធំពាសស្បែកសត្វទាំងសងខាងតែឲ្យមានកន្លែងបើកចេញចូលបានម្ខាងហើយក៏ដាក់ព្រះរាជបុត្រីនោះទៅក្នុងស្គរមានទាំងកន្សែងបក់បយមួយផងហើយចាត់បំរើឲ្យបើកសំពៅយកទៅឲ្យចៅអាចសេះបំរើទៅដល់ហើយក៏ស្រែកហៅចៅអាចសេះនោះថាស្ដេចក្រុងចិនជាក្លើផ្ញើស្គរមួយមកឲ្យអ្នកឯងវាយលេងបុរសឮដូច្នោះក៏ត្រេកអរណាស់អ្នកបំរើយកស្គរទៅចងក្នុងរោងសេះនោះបុរសនោះក៏ចេះតែវាយលេងទាំងនិយាយផងថាក្លើអញស្រឡាញ់អញផ្ញើស្គរនេះមកឲ្យអញវាយលេងថ្ងៃមួយបុរសនោះវាយស្គរហើយចេញទៅឃ្វាសេះនាងដែលនៅក្នុងស្គរចេញមករៀបបាយទឹកទុកបំរុងឲ្យបុរសនោះហើយចូលទៅក្នុងស្គរវិញពេលបុរសនោះត្រឡប់មកវិញខ້ອຍបាយគិតថានរណាអេះមករៀបបាយឲ្យអញឃ្លានបាយអញស៊ីហើយឯនាងនោះធ្វើដូច្នេះជាច្រើនថ្ងៃបុរសនោះសង្ស័យនឹកថានរណាយកបាយឲ្យអញស៊ីរាល់ថ្ងៃម្លេះមកចាំលុបមើលក៏ឃើញនាងដ៏មានរូបល្អឯកចេញពីក្នុងស្គរមកហើយក៏បក់បយកន្សែងឲ្យកើតជាអាហារមួយរំពេកបុរសនោះក៏ភ័យស្រែកថាសម្មាសម្ពុទ្ធោមកពីណាល្អម្លេះហើយក៏រត់ទៅនាងនោះចេញតាមបុរសនោះស្រែកថាសម្មាសម្ពុទ្ធោកុំចាប់អញអាណិតអញលែងអញទៅនាងថាខ្ញុំមិនលែងទេអ្នកឯងជាប្តីខ្ញុំហើយឪពុកខ្ញុំឲ្យខ្ញុំមកធ្វើជាប្រពន្ធអ្នកឯងព្រោះអ្នកឯងបានផ្ញើមាសប្រាក់ទៅឲ្យឪពុកខ្ញុំច្រើនណាស់បុរសថាទេខ្ញុំមិនយកទេនាងនោះនិយាយលួងលោមច្រើនដងបុរសក៏ស្ងៀមនាងដឹកប្តីបុរសនោះមករោងសេះវិញក្នុងវេលាយប់នោះនាងអធិដ្ឋានកន្សែងបក់បួយឲ្យស្ដេចបារាជ័យព្រមទាំងរែពលចៅអាចសេះហើយនឹងនាងនោះបានសោយរាជ្យជាស្ដេចដោយអំណាចដឹងគុណព្រះពុទ្ធការខំប្រឹងប្រែងតែងមានផលច្រើន